មនុស្សល្អទទួលផលល្អប៉ុន្តែបើល្អពេកមិនបានផលឡើយចិត្តល្អវាថ្លៃខ្លាំងណាស់មិនអាចឲ្យតែស្គាល់គ្នាប្រគល់ឲ្យគេនោះទេអ្នកត្រូវដឹងថានៅលើโลกនេះមនុស្សល្អទទួលបានផលល្អប៉ុន្តែមនុស្សល្អពេកទទួលបានតែការខាតបង់នៅពេលដែលចិត្តល្អរបស់អ្នកត្រូវបានអ្នកដទៃយកមកប្រើជាឧបករណ៍ដើម្បីធ្វើបាបអ្នកការហុំព័ទ្ធដោយបន្លាគឺជាវិធីដ៏ល្អបំផុតក្នុងការការពារខ្លួនទី6ទោះបីជាឆ្លោះប្រកែកគ្នាក៏ដោយក៏មិនត្រូវប្រើពាក្យឃោឃៅដែរនៅពេលដែលជួបប្រទះនឹងរឿងរ៉ាវណាមួយដែលមិនពេញចិត្តត្រូវបង្ខំខ្លួនឯងឲ្យឈប់30វិនាទីសិនចាំពេលក្រោយត្រជាក់ចិត្តហើយចាំនិយាយបន្តទៀតទី7កុំប្រញាប់ប្រញាល់ស្រឡាញ់គេពេកហើយក៏កុំស្គាល់អ្នកណាម្នាក់ឆាប់ពេកដែរមនុស្សដែលរាក់ទាក់ស្និទ្ធស្នាលខ្លាំងនៅពេលដែលទើបស្គាល់គ្នាជាទូទៅសុទ្ធតែមានគោលបំណងសំខាន់អ្វីមួយចំពោះយើងមនុស្សដែលចូលមកស្និទ្ធស្នាលដោយប្រើល្បឿនលឿនជាងធម្មតា10ដងជាមួយអ្នកនោះនៅពេលណាមួយនៃអនាគតក៏នឹងអាចចាក់ចេញពីអ្នកដោយល្បឿនលឿនជាងធម្មតា10ដងដែរទី8កុំឲ្យតែស្អីបន្តិចប្រគល់បេះដូងប្រមាត់ឲ្យគេអស់ពីពោះពីពងស្មោះត្រង់ពេកជាមួយមនុស្សវាដូចជាហុចដងកំបិតឲ្យគេមកចាក់ខ្លួនឯងអញ្ចឹងការប្រស្រ័យតាក់ទងជាមួយនឹងគេនិយាយតែ 30% ចំពោះមនុស្សមិនស្គាល់គ្នាហើយនិយាយបានតែ 50% ទេចំពោះមនុស្សស្គាល់គ្នានៅសល់ប៉ុន្មានត្រូវទុកឲ្យខ្លួនឯង